Nơi tỷ liênប្រកួតគ្រប់ក្រុមនិងសមាជិកទាំងអស់បានមកជួបជុំគ្នាដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនភាគច្រើនអ្នកទាំងនោះគឺជាសមាជិកនៃក្លឹបកីឡារបស់យើងនិងក្រុមក្លឹបកីឡាដែលជាគូបដិបកដែលគេមកដើម្បីជួយលើកទឹកចិត្តដល់មិត្តរួមក្លឹបរបស់ពួកគេហើយជាពិសេសការប្រកួតនេះមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ញ័រផ្លោក69 International ទៀតផងមុនការប្រកួតចាប់ផ្ដើមពិធីករបានប្រកាសបើកកម្មវិធីបាទលោកស្រីនិងនាងកញ្ញាជាទីមេត្រីបាទសូមស្វាគមន៍មកកាន់ការប្រកួតបាញ់កាំភ្លើងជាមិត្តភាពដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយថ្នាំដុសធ្មេញស្ញែងបានយូរជ្រុះធ្មេញមួយដោយតែមុនអញ្ចឹងការប្រកួតនឹងផ្លាស់ប្ដូរទៅតាមលទ្ធផលពិន្ទុក្នុងមួយជុំត្រូវបាញ់8គ្រាប់ដែលខ្ពស់បំផុតត្រូវបាន2ពិន្ទុបាទដូចគ្នានឹងបាន1ពិន្ទុបាទគ្រាប់ទាបនឹងទទួលបានពិន្ទុ0អ្នកដែលទទួលបាន7ពិន្ទុនឹងឈ្នះនៅខណៈពេលដែលពិធីករប្រកាសពីលក្ខន្តិកៈអបិស្អីគេនឹងក៏បានបង្ហាញកាយវិការដូចជានៅក្នុងរូបថតឲ្យបងប្រុសបានឃើញបងប្រុសក្រោយពីឃើញកាយវិការនេះហើយដូចនៅមិនស្ងប់ទឹកមុខរបស់គាត់ដូចមិនសូវស្រួលកាន់តែខ្លាំងគ្រប់គ្នានៅទីនោះប្រហែលមិនចាប់អារម្មណ៍អីនោះទេគេចាប់អារម្មណ៍ទៅលើតែពិធីករដែលគាត់បន្តការបើកកម្មវិធីទៀតថាសូមអនុញ្ញាតបង្ហាញឈ្មោះគូប្រកួតនៅថ្ងៃនេះកីឡាករទី1មានឈ្មោះថាលោកគិតបរិញ្ញាទី2លោកម៉ាត់ផ្លោកខ្មៅពេលនេះទើបខ្ញុំដឹងថាអបិដែលតែងតែតាមយាយីពួកយើងគឺឈ្មោះម៉ាត់ផ្លោកខ្មៅឈ្មោះពីរោះសាហាវណាស់អញ្ចឹងតើបានចិត្តមិនសូវល្អជាសោះទី3គឺភោគសមរភូមិនិងទី4លោកភោគសម្រិទ្ធិសាពិធីករបានបន្តដោយសារតែការប្រកួតត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍ដូចនេះលោកប៉ារបស់ពួកយើងក៏កំពុងតែអង្គុយមើលការប្រកួតនេះដែរប្រកាសសមាជិកភាពរួចពិធីករបានឲ្យការប្រកួតចាប់ផ្ដើមឥឡូវនេះការប្រកួតសូមចាប់ផ្ដើមទស្សនិកជនតែដៃប្រាវដើម្បីជាការលើកទឹកចិត្តដល់កីឡាករយើងកីឡាករយើងទាំងខ្ញុំទាំងគេនាំគ្នាលើកកំភ្លើងចង់ចិត្តតម្រង់គោលដៅរៀងខ្លួនមើលតែការប្រកួតលើកនេះបងប្រុសហាក់មិនសូវមានអារម្មណ៍ក្នុងខ្លួនសោះយើងបាញ់អស់ប្រមាណគ្រាប់លទ្ធផលបាញ់គឺ 10.2 ពិន្ទុទល់នឹង 10.1 ឥឡូវនេះគ្រាប់ទី7ហើយមើលទៅស្ថានភាពពិន្ទុដូចមិនខុសគ្នាឆ្ងាយប៉ុន្មាននោះទេពិធីករបានអធិប្បាយកីឡាករលេខ3ភោគសមរភូមិធ្វើបាន6ពិន្ទុរីឯកីឡាករលេខ2ម៉ាត់ផ្លោកខ្មៅបាន5ពិន្ទុកីឡាករលេខ4ភោគសម្រិទ្ធិស័កបាន4ពិន្ទុការប្រកាសពិន្ទុចប់មើលទៅមុខបងប្រុសកាន់តែមិនសូវស្រួលអារម្មណ៍មិនដឹងជាទៅណាទេប្រហែលជាគាត់នឹកឃើញដល់ទស្សនវិជ្ជានៃរូបថតនោះហើយមើលទៅគាត់ទម្លាក់ដៃចុះហើយបិទភ្នែកប្រឹងប្រមូលអារម្មណ៍រួចលើកបាញ់កាំភ្លើងម្ដងទៀតដែលជាគ្រាប់ចុងក្រោយជាលទ្ធផលគាត់ធ្វើបានតែ 8.5 ពិន្ទុប៉ុណ្ណោះការប្រកួតត្រូវបានបញ្ចប់កីឡាករភោគសមរភូមិដែលទទួលបាន 8.5 ពិន្ទុនៅនាទីចុងក្រោយពិធីករបានបន្លឺឡើងដូចនេះម៉ាត់ផ្លោកខ្មៅអាចមានសង្ឃឹមថានឹងបានឈ្នះលទ្ធផលនេះបានធ្វើឲ្យមានការខកបំណងមែនទែនពីសំណាក់លោកប៉ានិងគ្រូបង្វឹកព្រោះពួកគាត់ជឿជាក់ណាស់លើស្នាដៃរបស់បងប្រុសខ្ញុំក៏ដឹងថាបងប្រុសក៏មិនពេញចិត្តនឹងលទ្ធផលនេះដែរអញ្ចឹងហើយបានជាខ្ញុំព្យាយាមទៅក្បែរគាត់ដើម្បីជាការលើកទឹកចិត្តមិនហើយបងប្រុសគាត់មិនឆ្លើយខ្ញុំទេត្រឹមតែធ្វើមុខស្មើហើយដើរចេញទៅដោយដកដង្ហើមធំការប្រកួតបានបញ្ចប់តង់ទី1នៅល្ងាចនោះពួកយើងបានមូលមតិគ្នាទៅញ៉ាំអីជុំគ្នាដើម្បីបង្កបរិយាកាសសប្បាយមានខ្ញុំអាតុងអាចវ៉ាក់អាពិសីនិងបងប្រុសក៏ថានឹងចូលរួមដែរព្រមព្រៀងគ្នាហើយពួកយើងក៏សម្រេចចិត្តទៅញ៉ាំគោឡើងភ្នំដែលគេដាក់លក់នៅហាងមួយកន្លែងក្បែរឆ្នេរបរិយាកាសគឺពិតជាល្អណាស់ព្រមកម្របានជួបជុំគ្នាបែបនេះណាពួកយើងទៅគ្នា4នាក់មុនដោយបងប្រុសថាចាំមកតាមក្រោយនៅពេលទៅដល់ឃើញសុទ្ធតែភ្ញៀវគ្រប់ជាតិសាសន៍ពិសេសពួកចិនចូលដល់ភ្លាមពួកយើងក៏ដល់កន្លែងអង្គុយរួចក៏មកគោឡើងភ្នំនិងស្រាកូរ៉េឆ្នាំងសម្រាប់អាំងសាច់គោគេនឹងលុយណានៅផ្នែកខាងក្រោមអាចដាក់ទឹកស៊ុបបានទំនងមែនទែនអ្នករត់តុកលើកសាច់និងបន្លែរួចហើយ
ពួកយើងក៏កាច់ភ្លើងនិងរៀបចំចម្អិនសាច់មួយសន្ទុះក្រោយមកក្លិនឈ្ងុយនៃសាច់ក៏សាយភាយចូលដល់សតវិញ្ញាណនាំឲ្យគោពោះគ្រូកតែម្ដងអូយឈ្ងុយណាស់ឈ្ងុយណាស់តោះញ៉ាំទៅជារបស់ខ្ញុំទេពួកយើងនាំគ្នាចាប់យកសាច់ដាក់ចានរៀងៗខ្លួនមិនមានអ្នកណាគួរសមដាក់អ្នកណានោះទេព្រោះថាវាឃ្លានណាស់ទៅហើយបើរវល់តែគួរសមវវគេញ៉ាំអស់អត់ខានស៊ីមិនខាននោះទេកំពុងតែនាំគ្នាកាយញាត់អាពិសីក៏លើកកែវដែលមានចាក់ស្រាកន្លះមកជុលកំពុងតែជុលកែវយ៉ាងសប្បាយរីករាយខ្ញុំក៏ក្រឡេកឆ្វេងស្ដាំមិនឃើញបងប្រុសសោះខ្ញុំក៏សួរទៅពួកគេហើយចុះបងប្រុសរបស់ខ្ញុំអត់មកអញ្ចឹងអូមេក្រុមប្រាប់ថាកុំចាំគាត់អីព្រោះគាត់មិនបានមកទេអាចច្រវាក់វាឆ្លើយហើយអញ្ចឹងគាត់មិនដែលចូលរួមក្នុងកម្មវិធីជប់លៀងអីទេអីខ្ញុំក៏បានសួរទៅពួកគេវិញតែគ្មានអ្នកណាឆ្លើយសោះបែរជាពិសីវានិយាយខ្ញុំក៏ពិតជាចំណានឯងណាចំណានស្អីទៅមើលទៅដូចជាគ្មានសម្ពាធអីសោះតែមកវាល្អខ្លាំងណាស់ដូចអ្នកបួសអញ្ចឹងអញហើយនិយាយពីស្អីនោះពួកយើងមានសម្ពាធស្អីទៅការប្រកួតវាមិនទាន់ផ្ដាច់ព្រាត់នៅឡើយទេខ្ញុំដូចជាឆ្ងល់ណាស់តែឯងពិតជាបងប្អូននឹងគាត់ដែរអត់នោះឯងមិនឃើញមេក្រុមលេងមិនបានល្អបន្ទុកនៅក្រោមគេទេអីហេយ៉ានេះគឺជាលទ្ធផលបឋមប៉ុណ្ណោះវាមិនប្រកបទេស្អែកអាចយើងឈ្នះក៏អាចថាបានមើលទៅក្នុងការប្រកួតមេក្រុមមើលទៅដូចជាច្របូកច្របល់ខ្លាំងណាស់គ្រូបង្វឹកបានឲ្យគាត់ចូលរួមការប្រកួត 3-4 ដងហើយគាត់តែងតែបរាជ័យនៅក្របចុងក្រោយជានិច្ចអញ្ចឹងហើយបានជាគាត់ធ្លាក់នៅក្នុងការប្រកួតថ្នាក់ខេត្តអ្វីដែលផ្លោកខ្មៅនិយាយនោះគឺត្រឹមត្រូវណាស់មេក្រុមធ្លាប់បាញ់ចូលទៅផ្ទាំងសៀបរបស់គូប្រកួតនៅកាលពីការប្រកួតចុងក្រោយនោះអបិផ្លោកខ្មៅនោះមិនអាចឈ្នះបានទេបើមេក្រុមប្រមូលអារម្មណ៍បានល្អមើលទៅភាពកអឺតកទមរបស់វាទៅពិតជាគួរឲ្យជ្រេញណាស់អាចច្រវាំងវាបានរៀបរាប់អញ្ចឹងរួចអាតុងបាននិយាយកាត់ហើយឯងមិនដឹងទេអីថាវាធំឡើងជាមួយនឹងក្រុមគ្រូបង្វឹកល្បីវាត្រូវបានគ្រូបង្វឹកទាំងនោះបណ្ដោះបណ្ដាលរាល់តែថ្ងៃហើយបានហើយជប់និយាយទៅញ៉ាំទៅស្ដាប់ពួកគេនិយាយចប់ខ្ញុំក៏ចាប់ផ្ដើមយល់ពីពួកគេទាំងនោះហើយស្រាប់តែនឹកឃើញដល់បងប្រុសខ្ញុំក៏ស្ទុះក្រោកចេញពីវងផឹកស៊ីរបស់យើងដើរទៅតាមរកបងប្រុសហើយឯងតាណានឹងសាក់អាចច្រវាក់ស្រ័យសួរខ្ញុំទៅរកបងប្រុសខ្ញុំដឹងថាបងប្រុសកំពុងតាមពិបាកចិត្តខ្លាំងណាស់រូបថតមួយសន្លឹកនោះពិតជាវាប្រហារចំពោះផ្លូវចិត្តរបស់គាត់ខ្លាំងណាស់ធម្មតាទេទាំងយើងទាំងគេបើមានអ្នកណាវាធ្វើបាបយើងបែបនេះច្បាស់ណាស់ថានឹកចាំក្នុងចិត្តមិនអាចបំភ្លេចបាននោះឡើយជាពិសេសការធ្វើបាបមួយដែលយើងមិនអាចតបតទៅវិញបានពេលទៅដល់ឃើញបងប្រុសកំពុងឈរសម្លឹងមើលទៅទឹករលកសមុទ្រដែលមានលោកខែទើបរះពីខាងកើតជារស្មីភ្លឺភ្លេចកាត់ទឹករលកមើលទៅគាត់ចិត្តមិនដឹងជាហោះហើរទៅដល់ណាទេឃើញបែបនេះខ្ញុំក៏ដើរទៅជិតគាត់រួចនិយាយធ្វើជាភ្ញាក់ផ្អើលវ៉ាវខែរ៉េស្អាតខ្លាំងណាស់បងប្រុសឮសំឡេងខ្ញុំគ្រាន់តែបែររកមកម្ចាស់សំឡេងហើយក៏បែរមុខសម្លឹងទៅលោកខែវិញដោយមិននិយាយអ្វីទាំងអស់ហើយក៏ធ្វើមុខស្ងួតខ្ញុំក៏បន្តបងប្រុសខ្ញុំបានកំងអាហារខ្លះទុកសម្រាប់បងខ្ញុំនឹងឲ្យគេយកជូនបងដល់បន្ទប់ល្អទេនិយាយប៉ុណ្ណឹងហើយគាត់នៅតែមិនតបឯងទៀតគាត់នេះវើយគាត់នៅតែមិនឆ្លើយខ្ញុំក៏យកស្ប្រេបាញ់មាត់ឲ្យគាត់ចូលចិត្តហើយទៅឲ្យគាត់នេះខ្ញុំជូនបងគាត់ងាកមកមើលរបស់នេះបន្តិចក៏ងាកទៅវិញហើយអស់វិធីខ្ញុំក៏ធ្វើជាយកទូរស័ព្ទមក selfie ដោយសុំឲ្យគាត់មកឈរពីក្រោយខ្ញុំជាអ្នកកាន់ទូរស័ព្ទថតមើលទៅទស្សនភាពនេះពិតជាល្អកម្ររកបានណាមកកុំឲ្យវារំលងទៅដោយអត់ប្រយោជន៍អីមក selfie បងប្រុសហ៎ដំបូងគាត់មិនមើលមកកាមេរ៉ានោះទេតែខ្ញុំចេះតែ selfie គិគាត់ម្ដងហើយម្ដងទៀតទើបគាត់ងាកមកទាំងបង្ខំទាំងមុខក្រមើដូចត្រូវប្រមាណខ្នាយអញ្ចឹងទោះជាមើលទៅមុខគាត់ក្រៀមផ្អេសយ៉ាងម៉េចក៏ដោយក៏ខ្ញុំនៅតែរាប់1 2 3រួចចុចថតក្រឹបពេលថតរួចខ្ញុំយកទូរស័ព្ទដែលថតបានមកមើលព្រះហើយមុខអ្នកណាក៏ស្អុយឡប់អញ្ចឹងមក
ថតម្ដងទៀតខ្ញុំនិយាយផងយកដៃម្ខាងទៅចាប់ទាញមាត់គាត់ឲ្យញញឹមផងមើលញញឹមតិចទៅថាឲ្យញញឹមតិចទៅគាត់ប្រហែលជាធុញខ្ញុំហើយគាត់ក៏និយាយទាំងអារម្មណ៍មិនល្អមករកខ្ញុំហើយបាត់ហើយតោះទៅវិញនិយាយហើយគាត់ក៏ដើរចេញទៅវឹងតាមបណ្ដោយឆ្នេរក្នុងចិត្តគិតថាគាត់នេះក៏រឹកពីច្រើនមែនតែដោយសារតែយល់ថាគាត់កំពុងតែពិបាកចិត្តខ្ញុំក៏ព្យាយាមតាមលួងធ្វើយ៉ាងណាឲ្យគាត់សប្បាយចិត្តវិញខ្ញុំក៏លែងគិតច្រើនហើយរត់ទៅតាមពីក្រោយគាត់ពេលរត់ទៅដល់គាត់ខ្ញុំក៏បន្តបងដឹងតែខ្ញុំទិញអីឲ្យបងអត់បងប្រុសនៅតែមិនឆ្លើយគិតតែពីដើរបោះជំហានមួយទៅមុខខ្ញុំក៏បន្តទៀតបងមិនដែលចេះទាយទេមែនទេសាក់ទាយម្ដងមើលសួរគេមិនឆ្លើយខ្ញុំក៏ឆ្លើយខ្លួនឯងគឺជើងទាហល់ណាបងគ្រាន់តែគិតក៏ឆ្ងាញ់ដែរម៉េចបងឯងស្រក់ទឹកមាត់ហើយមែនទេនិយាយមែនណាបងវាឆ្ងាញ់សាហាវណាខ្ញុំពិតជាមិនដែលញ៉ាំពីមុនមកមែនខ្ញុំមិនដែលប្រទះទេឆ្ងាញ់ណាតែបងឯងសាក់គឺដឹងតែញាក់សាច់ត្មងនិយាយប៉ុណ្្នឹងហើយបងប្រុសនៅតែមិនតបនៅតែធ្វើមុខស្មើខ្ញុំអស់ជំរឿនមានតែដើរទៅពាំងពីមុខគាត់ដើម្បីខាត់ដំណើរបងប្រុសញញឹមបន្តិចបានទេបើបងនៅតែធ្វើមុខបែបនេះខ្ញុំនឹងបងប្រុសគ្រាន់តែលើកខ្ញុំថាខ្ញុំនឹងច្បាស់ជាចង់ដឹងហើយតែខ្ញុំនឹងធ្វើអីគាត់ក៏ឈប់ដំណើរហើយសម្លក់ខ្ញុំមើលទៅដូចមិនសូវស្រួលខ្លាចតែគាត់ខឹងមាត់ខ្ញុំមួយដៃកណ្ដាលមុខដូចមុនទៀតចាប់បដ ாய் ខ្ញុំក៏ធ្វើជាថាគឺខ្ញុំនឹងកំទេចបងរួចក៏យកជើងទៅជន់ស្រមោលរបស់គាត់ហើយក៏តន្ទ្រាំលើស្រមោលនោះរួចនិយាយថាកំទេចបងខ្ញុំនឹងកំទេចបងអូយបានហើយឈប់លេងទៅបងប្រុសនិយាយកាត់ហើយក៏ដើរចេញទៅមុខទៀតរីឯខ្ញុំនៅតែតាមដេញជន់ស្រមោលរបស់គាត់ហើយថាកំទេចបងកំទេចបងកំទេចបងមានពេលខ្លាំងខ្ញុំធ្វើជាស្ដីឲ្យស្រមោលនោះថាហើយមិនក៏ម្ចាស់ឯងនេះចេះតែធ្វើមុខយើដូចនេះរាល់ថ្ងៃអញ្ចឹងសមរភូមិយើងនឹងកំចាត់ឯងចោលធ្វើមុខដូចត្រូវក្របលុញរាល់តែថ្ងៃអញ្ចឹងស្លាប់ទៅវិញអាចគោមេស្អីទេខ្ញុំនឹកក្នុងចិត្តខឹងគាត់មិនតបខ្ញុំក៏ជ្រុលជើងលោតទៅជន់ជើងស្ដាំរបស់គាត់ជប់គាត់ពេលខ្ញុំបានជន់ជើងខ្ញុំក៏ដកចេញមកវិញយ៉ាងរហ័សបេះដូងខ្ញុំលុតញាប់ព្រមតែខ្លាចគាត់វាយបើមិនមែនខ្ញុំមិននឹងអាចវាយឈ្នះគាត់ទៅបើគាត់មានធំជាងខ្ញុំគាត់សម្លឹងមកខ្ញុំហើយសម្លឹងទៅលើជើងដែលខ្ញុំជន់ហើយជប់ម្នាក់គាត់មិនមានបំណងវាយខ្ញុំទេតែបែរជាតាមជន់ជើងរបស់ខ្ញុំវិញជាការសងសឹកខ្ញុំវិញមិនបានបណ្ដោយឲ្យគាត់ជន់បានសម្រេចនោះទេលើកជើងគិចទុកឲ្យគាត់ជាអ្នកដេញតាមជន់គាត់ជន់វិញក៏ជន់មិនត្រូវនោះដែរព្រោះតែខ្ញុំពូកែគិចណាពេលនោះហើយដែលធ្វើឲ្យបងប្រុសអាចញញឹមវិញបានខ្ញុំពិតជាសប្បាយចិត្តណាស់ពួកយើងនៅតែបន្តដេញជន់ចេញគ្នាតាមបណ្ដោយឆ្នេរអស់រយៈពេលយ៉ាងយូររហូតបែកញើសទើបនាំគ្នាមកបន្ទប់វិញទាំងមិនអស់ចិត្តរួចក៏នាំគ្នាជន់លើពូកបន្តរហូតថ្ងៃរះថ្ងៃប្រកួតផ្ដាច់ព្រាត់បានមកដល់ខ្ញុំក៏ដឹងថាកន្លងមកបងប្រុសតែងតែចាញ់នៅនាទីចុងក្រោយព្រោះអពាក់ផ្លោកខ្មៅនោះវាលេងល្បិចរំខានអារម្មណ៍របស់បងប្រុសរហូតមកដូចនេះមុនម៉ោងប្រកួតដើម្បីជាការសងសឹកជួសបងប្រុសខ្ញុំបានទៅចាំវានៅក្នុងបន្ទប់ទឹកមុនដើម្បីធ្វើស៊ីអារម្មណ៍វាខ្លះច្បាស់ណាស់វានឹងចូលបន្ទប់ទឹកមុនការប្រកួតទីបំផុតវាក៏មកមែនពេលវាដើរមកដល់មាត់ទ្វារបន្ទប់ទឹកខ្ញុំក៏លើកជើងម្ខាងដាក់ពាំងលើទ្វាររាំងវាក៏មកឲ្យចូលរួចវាក៏ស្រែកឲ្យខ្ញុំជិះចេញខ្ញុំជុំជើងម្ដងទៀតរួចប្រាប់វាថាបើឯងចង់ចូលវាចូលពីក្រោមជើងយើងទៅនេះជាបងប្រុសអាម៉ាសៀភូមិនឹងមែនមើលតែឯងពិតជាមិនសមជាបងប្អូនរបស់សមរភូមិសោះអានោះវាល្ងងភ្លើហើយទុនជ្រេណាស់តែឯងវិញកោកកាចខុសរបៀបពួកឯងហ្នឹងឯងគឺជាបងប្អូនមកកើតនឹងគ្នានោះអញមិនជឿទេវើយវាអត់សំខាន់ថាពួកយើងជានរណានោះទេសំខាន់តែឯងគិតយ៉ាងម៉េចចំពោះទឹកនោមក្នុងខោរបស់ឯង
បន្តិចទៀតនេះស្រួលមិនស្រួលពេលនេះឯងមិនអាចចូលរួមប្រកួតក៏អាចថាបានដែរវើយខ្ញុំនិយាយមិនទាន់ចប់ឃ្លាផងអាផ្លោកខ្មៅស្ទុះមុខក្របួយកឲ្យខ្ញុំរួចនិយាយថាតែឯងធ្វើនេះក្នុងគប់បំណងអ្វីហើយវាយាដៃបំរុងដល់ខ្ញុំវាគ្មានរឿងស្អីនោះទេខ្ញុំនិយាយដោយគ្មានរអាចំពោះវាអីបន្តិចរួចក៏បន្តការប្រកួតវាគ្មានអត្ថន័យស្អីទាំងអស់សម្រាប់ខ្ញុំនោះទេតែបើវាយគ្នាវាគឺជាជំនាញរបស់យើងវើយវាយមកបើឯងក្លាហានវាយវាយវាច្បាស់ជាមិនហ៊ានវាយនោះទេព្រោះវាអាចប៉ះពាល់ដល់ការប្រកួតវាធ្លាប់ត្រូវបានគេដកចេញពីក្រុមដោយសារតែវាយគ្នានឹងឯងដូច្នេះហើយវាច្បាស់ជាមិនហ៊ានហើយអ្នកដើរចូលរួមក៏កំពុងតែដើរចូលនៅទីនោះដែរអញ្ចឹងវាមានតែទ្រាំខំមាត់អត់ទៅជួសនោមទាំងកំហឹងហើយលេងក៏ឲ្យខ្ញុំដើរចេញទៅយ៉ាងលឿននេះទៅណាកុំតន់ទៅខ្លាចហើយអីប្រយ័ត្នលេខនោមដាក់ខោវើយវាប្រហែលជានោមខ្លាំងហើយខំដើរផងរត់ផងត្បៀតផងគួរឲ្យចង់សើចណាស់ក្នុងទីលានប្រកួតគ្រប់គ្នាចូលមកដល់អស់ទៅហើយនៅតែអាម៉ាស៊ីនឹងមិនទាន់មកដល់សង្ស័យរកបង្គន់មិនទាន់ឃើញផងទេមើលទៅមួយសន្ទុះក្រោយមកវាក៏ដើរចូលមកហើយចង្អុលមកខ្ញុំមុនពេលចូលទៅដល់កន្លែងខ្លួនឯងការប្រកួតបានចាប់ផ្ដើមឡើងដោយដំណាក់កាលទី1ពួកយើងប្រឹងផ្ចង់ស្មារតីបាញ់តម្រង់គោលដៅយ៉ាងយកចិត្តទុកដាក់ពិធីករក៏ចេះតែអត្ថាធិប្បាយតាមតួនាទីថ្ងៃនេះការប្រកួតចាប់ផ្ដើមដោយដែលបានគ្រោងទុក7គ្រាប់មុនរួចហើយមើលទៅបន្ទុកដូចជាមិនចាញ់គ្នាប៉ុន្មាននោះទេប៉ុន្តែយើងនៅតែមិនទាន់ដឹងថាអ្នកណាជាអ្នកឈ្នះនៅឡើយកីឡាករលេខ1ភុកសមរភូមិនិងកីឡាករលេខ2ម៉ាត់ផ្លោកជាំទទួលបាន6ពិន្ទុដូចគ្នាប៉ុន្តែកីឡាករលេខ1ហាក់មានស្ថានភាពដូចជាមិនសូវនឹងនោប៉ុន្មាននោះទេខ្ញុំក៏មិនដឹងដែរថាតើគាត់អាចគ្រប់គ្រងស្ថានភាពបានឬក៏យ៉ាងណាពេលនេះអត្ថាធិប្បាយសង្កេតឃើញបែបនេះខ្ញុំក៏ក្រឡេកមើលទៅបងប្រុសឃើញគាត់ទម្លាក់កំភ្លើងចុះហើយប្រឹងទប់ស្មារតីម្ដងហើយម្ដងទៀតប្រហែលជាគាត់នឹកឃើញដល់រូបថតមួយសន្លឹកនោះទៀតហើយគាត់លើកកំភ្លើងហើយក៏ដាក់លើកហើយក៏ដាក់ទំនងគាត់ដឹងពីខ្លួនឯងហើយព្យាយាមគ្រប់គ្រងខ្លួនឯងមិនបានទេខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងដោយមិនគិតអំពីលទ្ធផលខ្លួនឯងក្នុងចិត្តរបស់ខ្ញុំបារម្ភតែបងប្រុសតែម្នាក់ប៉ុណ្ណោះខ្ញុំមិនបារម្ភអ្វីពីខ្លួនឯងនោះឡើយខ្ញុំក៏បំពេញលក្ខន្តិកៈទៅត្រដៃរបស់គាត់រួចនិយាយថាធ្វើដូចខាល់បងមករៀនខ្ញុំទៅឯងត្រូវគិតថាបងកំពុងតែនៅជាមួយឯងក្នុងពេលប្រកួតនេះមួយគ្រានេះបងប្រុសធ្លាប់ប្រាប់ពេលតែគាត់បង្រៀនខ្ញុំពេលនោះក្រុមសន្តិសុខក៏ចាប់ខ្ញុំចេញពិធីករក៏បានអត្ថាធិប្បាយពេលនេះកំពុងតែមានរឿងកាត់ឡើងកីឡាករម្នាក់បានទៅរំខានដល់ការប្រកួតរបស់កីឡាករម្នាក់ទៀតមើលទៅដូចជាកីឡាករភុកសម្រាប់ទិសាអូឥឡូវនេះក៏ត្រូវបានគេនាំចេញពីទីលានប្រកួតហើយពេលគេអូសខ្ញុំចេញទៅគ្រូបង្វឹកក៏បានទៅតាមក្រោយរួចក៏សួរខ្ញុំទាំងកំហឹងប្រាប់ខ្ញុំឯងកំពុងតែគិតពីអីហ្នឹងខ្ញុំធ្វើគ្រូបង្វឹករាប់ឆ្នាំមកហើយនេះគឺជាលើកទី1ដែលឃើញកីឡាករម្នាក់ទៅរំខានកីឡាករម្នាក់ទៀតនៅកណ្ដាលការប្រកួតបែបនេះខ្ញុំពិតជាអត់មានអីតបតនឹងគាត់នោះទេអ្វីដែលខ្ញុំធ្វើគឺគ្រាន់តែចង់លើកទឹកចិត្តដល់បងប្រុសប៉ុណ្ណោះទោះខ្លួនឯងចាញ់ការប្រកួតក៏ចាញ់ទៅយ៉ាងណាវាមិនមែនជាអ្វីដែលខ្ញុំចង់ធ្វើនោះទេតែបងប្រុសបើចាញ់លើកនេះទៀតពួកគេកាន់តែមើលងាយមិនខានបងប្រុសពេលនោះស្រាប់តែនឹកឃើញរូបភាពកាលពួកយើងរៀនជាមួយគ្នាគាត់ជាគ្រូបង្វឹករបស់ខ្ញុំបានយ៉ាងល្អឥតខ្ចោះកាលនោះគាត់ឈរនៅពីក្រោយដៃចាប់ដៃខ្ញុំឲ្យយកតម្រង់ទៅមុខហើយនិយាយណែនាំខ្ញុំថាជាខ្មាន់កំភ្លើងម្នាក់ត្រូវកាន់កំភ្លើងដោយដៃម្ខាងឈរឲ្យត្រង់ខ្លួនមិនកំរើកដេបដាស់នោះទេភ្នែកត្រូវសម្លឹងគោលដៅត្រូវសម្លឹងវាឲ្យបានច្បាស់ហើយត្រូវចាំនិងត្រូវគិតថាខ្ញុំកំពុងតែនៅជាមួយឯងក្នុងការប្រកួតនេះអបអរសាទរកីឡាករពាក់ស្លាកលេខ1ភោគសមរភូមិគឺជាអ្នកឈ្នះស្នូទះដៃបានផ្ទុះឡើងដោយក្របលេខអបអរសាទរនៅជ័យជំនះរបស់បងប្រុសដើម្បីអបអរសាទរជ័យជំនះរបស់គាត់ពួកយើងបានជួបជុំគ្នាស៊ីផឹកបន្តទៀត
ម្ដងនេះបងប្រុសច្បាស់ជារត់មិនរួចនោះទេត្រូវបានគេចាប់បង្ខំឲ្យចូលរួមយើងទាំងហាងដដាលហៅមកហូបដដាលខុសតែកន្លែងអង្គុយប៉ុណ្ណោះនៅជាមួយក្លិនម្ហូបឈ្ងុយពេញមេឃពិសីបានលើកកែវទឹកឡើងហើយបន្លឺថាអូមកលើកកែវជុលមួយដើម្បីអបអរមេក្រុមបានឈ្នះការប្រកួតមកពួកយើងក៏លើកកែវឡើងជុលហើយជុលទៀតយ៉ាងសប្បាយរីករាយទោះបីក្នុងកែវនេះជាទឹកសុទ្ធក៏ដោយយើងយកទឹកជំនួសស្រាដោយសារតែម្ចាស់ពៀនអត់ចេះញ៉ាំស្រានោះទេអាចច្រវាំងវាញ៉ាំសាច់មួយដុំហើយក៏និយាយខ្ញុំបានឃើញអាផ្លោកជាប់មិញមើលទៅមុខវាដូចជាស្លេកស្លាំងណាស់ហើយអាពិសីក៏បានបន្តខ្ញុំជឿថាវាពិតជាខ្មាស់គេខ្លាំងណាស់ពេលនេះនោះខ្ញុំក៏បាននិយាយកាត់ពួកគេយប់ម្សិលដូចជាសវឹងសាតែថ្ងៃនេះមិននាំគ្នាសវឹងទឹកទៅវិញបើមើលទៅមុខបងប្រុសស្មឿដូចមិនមានភាពរីករាយអីសោះមិនកើតទេដឹងអីលោកមួយក្រុមមិនដែលញ៉ាំជាតិអាល់កុលទេណាមិនដែលញ៉ាំក៏គួរតែសាកដែរថ្ងៃនេះជាថ្ងៃដ៏រីករាយណាហើយមិននឹងអាចញ៉ាំតែសាច់អត់ស្រាកើតទៅណាស្រានិយាយរួចខ្ញុំក៏លើកដបស្រាមួយដបចាក់ចែកគ្នាបានផឹកក៏ផឹកតែសូមប្រាប់ណារឿងស៊ីរឿងផឹកបែបនេះកុំថតផុស Facebook ឬក៏ប្រាប់ឲ្យគេឲ្យដឹងណាដឹងតែគ្នាយើងទៅបានហើយអាតុងវានិយាយតិចវាប្រាប់យើងបែបនេះដោយសារតែក្រុមរបស់យើងមានវិន័យតោះផឹកទៅព្រមព្រៀងគ្នាហើយពួកយើងក៏នាំគ្នាផឹកស៊ីខ្លាមសាច់មកចាស់ដៃដំបូងបងប្រុសមិនហ៊ានផឹកទេតែដោយសារមានមិត្តរួមក្រុមចេះតែដុតក៏លើកនឹងគេនឹងឯងដែរទៅផឹកស៊ីយប់ជ្រៅបន្តិចក៏ស្រវឹងគិតលុយរួចពួកយើងក៏ត្រឡប់មកបន្ទប់វិញទាំងដំណើរត្រេតត្រោតបងប្រុសដោយសារតែមិនសូវចេះផឹកស្រវឹងរហូតខ្ញុំគ្រាទីបំផុតខ្ញុំក៏ជួនគាត់មកដល់បន្ទប់ងូតទឹកសម្អាតខ្លួនរួចខ្ញុំក៏ចូលដេកលើគ្រែរបស់ខ្ញុំបងប្រុសងូតទឹកផ្លោះខោអាវរួចហើយដើរមកទាំងមិនទាន់បាត់ស្រវឹងមកបដូរខ្លួនមកលើគ្រែរបស់ខ្ញុំឡើងញ័រពូករបស់ខ្ញុំក៏សួរគាត់ទាំងក្នុងខ្លួននៅមានជាតិអាល់កុលធ្វើទុកវិលមកខ្ញាល់នៅឡើយខ្ញុំក៏សួរគាត់ទាំងបិទភ្នែកបងនៅស្រវឹងទៀតមែនហើយមិនមកដេកលើគ្រែខ្ញុំអញ្ចឹងគ្រែបងនៅមិនទាន់សម្អាតទេអីអត់មានចម្លើយខ្ញុំក៏សួរទៀតបងឯងដេកទេហើយនៅបងឯងដេកហើយនៅស្រាប់តែឮសំឡេងសារលោតលើឆាតក្នុងទូរស័ព្ទរបស់ខ្ញុំបើកភ្នែកស្ទើរតែមិនរួចទាញទូរស័ព្ទមកមើលហើយឃើញសារបងប្រុសគាត់ផ្ញើមកថាអរគុណខ្ញុំបើកភ្នែកធំរួចក៏ងាកទៅរកគាត់ស្រាប់តែឃើញគាត់កំពុងតែដេកភ្នែកសម្លឹងមកខ្ញុំពីក្រោយដោយមិនប្រព្រឹត្តភ្នែកសោះមិនដឹងថាគាត់មានបំណងអីទេម្ចាស់ពៀនសង្ស័យតែចង់បាញ់កំភ្លើងទឹកជាមួយខ្ញុំទេដឹងនេះភ្នែកនឹងភ្នែកប្រទះគ្នាខ្ញុំមើលទៅបងប្រុសសង្ហាកាន់តែខ្លាំងខ្ញុំស្ទើរតែទប់អារម្មណ៍មិនបានម្ដងមើលយ៉ាងនឹងចង់តែយកកំភ្លើងទឹកមកបាញ់ឲ្យប្រឡាក់មុខទេព្រោះតែគាត់មើលមិនប្រព្រឹត្តភ្នែកបែបនេះហើយបានជានៅពេលយប់នោះពួកយើងដេកមើលមុខគ្នារហូតទល់ភ្លឺរីឯគ្រូបង្វឹកនិងលោកពូមហាសាលឯនេះវិញក្រោយការប្រកួតចប់ដោយជោគជ័យពួកគាត់បានណាត់ជួបគ្នាអង្គុយផឹកតែជជែកគ្នាយ៉ាងស្ងៀមស្ងាត់លោកមហាសាលលោកពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំមិនដែលរំពឹងទេថាសាងគេអាចជួយសមរភូមិបានរឿងនេះក៏ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិចនោះដែរតែវិធីនេះវាមិនមែនសុទ្ធតែអាចទៅរួចគ្រប់រឿងនោះទេមិនអីនោះទេយើងនៅមានពេលច្រើនណាស់លោកមិនខ្លាចសមរភូមិគេដឹងពីរឿងនេះទេដឹងរឿងស្អី Come on សាក់ច្បាស់ណាស់មិនមែនជាកូនរបស់លោកទេត្រូវអត់កុំព្រួយអីខ្ញុំមិនឲ្យពួកគេដឹងពីរឿងនេះនោះទេខ្ញុំពិតជាមិនយល់លោកពិតមែនហេតុអីក៏លោកធ្វើរឿងអញ្ចឹងដាក់កូនបង្កើតខ្លួនឯងទៅរួចបើមើលទៅលោកស្រឡាញ់នឹងព្រួយបារម្ភពីគាត់យ៉ាងនេះនោះខ្ញុំតែងតែតាមការពារសមរភូមិខ្លាំងណាស់ពីមុនមកឥឡូវនេះខ្ញុំគួរតែបដូរហើយ
Tuống chơi cáប្រកួតបានបញ្ចប់តែការវឹកហាត់នៅតែធ្វើបន្តបងប្រុសបង្ហាញស្នាមញញឹមនៅលើបបោមាត់ក្រហមស្រស់របស់គាត់ធ្វើឲ្យខ្ញុំឈោភ្លឹករួចសម្លឹងគាត់ពីចម្ងាយគាត់លើកកំភ្លើងតម្រង់ទៅមុខដោយភាពជឿជាក់ខ្ញុំនឹកក្នុងចិត្តមិនក៏គាត់មើលទៅមានសេចក្តីសុខដែរដូចមនុស្សទើបមានស្នេហាដំបូងចឹងបាញ់កំភ្លើងសោះក៏ញញឹមដែរបន្តិចក្រោយមកខ្ញុំក៏ដើរចូលទៅក្បែរគាត់ហើយនិយាយថាអូបងនៅហាត់ទៀតអីថ្មហ្នឹងហើយនឹងមកខ្ញុំជូនបងទៅកន្លែងមួយបងប្រុសហាក់អល់ឯកខ្ញុំក៏ទាញដៃគាត់មកទៅថាឲ្យមកបើទាញបែបនេះមិនមកទេនៅឈោមើលមុខបែបនេះទល់ភ្លឺទៀតឥឡូវនោះកន្លែងដែលខ្ញុំនាំគាត់ទៅនោះគឺផ្សារអេអន2ខ្ញុំនាំគាត់ទៅលេងហ្គេមកុមារម្ដងព្រោះមើលទៅគាត់ដូចជាមិនចេះរកពេលវេលាសប្បាយសោះពេលទៅដល់ខ្ញុំក៏សួរគាត់បងប្រុសរើសមួយទៅលេងអាមួយណាទេមើលទៅដូចរបស់ក្មេងលេងអញ្ចឹងអើយអាម៉េចទេមើលធ្វើកំដូចជាធុញទ្រាន់អញ្ចឹងមើលតោះបើមិនលេងឈរមើលខ្ញុំលេងក៏បាននិយាយរួចពួកយើងក៏នាំគ្នាដើរចូលទៅទូហ្គេមដំបូងពួកយើងជ្រើសរើសការបោះបាល់ដាក់កញ្ច្រែងក្រោយមកក៏បដូរហ្គេមមួយទៅហ្គេមមួយអ្នកណាក៏មើលមុខយើងដែរមិនដឹងថាគេគិតថាយើងទៅដណ្ដើមក្មេងលេងឬក៏គិតថាយើងគឺជាសង្សារនឹងគ្នានោះទេក្រោយមកយើងក៏ទៅអង្គុយកន្លែងវត្ថុអនុស្សាវរីយ៍កំពុងតែអង្គុយរើសស្រាប់តែឃើញអបិមេត្រីនោះវាមកដែរមិនដឹងថានេះជាការចៃដន្យឬក៏ជាការក្រងទុកនោះទេគាត់បានឃើញពួកខ្ញុំតែគាត់ទៅរាក់តាក់តែបងប្រុសធ្វើដូចខ្ញុំអត់នៅនឹងអញ្ចឹងសង្ស័យអបិនេះតាមយកចិត្តបងប្រុសឬក៏តាមញ៉ែទេនោះតែអបិនឹងស្រាញ់ភេទដូចគ្នាដែរទៅមិនស្រួលទេអញមេក្រុមមកដែរអីចៃដន្យណាធម្មតាមេក្រុមមិនដែរចូលចិត្តចេញមកក្រៅអញ្ចឹងទេនេះបានមកខ្ញុំសុំថតមួយសន្លឹកបានទេទុកជាអនុស្សាវរីយ៍ចាត់ទុកថាជាការដើរលេងជាមួយគ្នាចុះលោកមេត្រីបានស្នើទៅបងប្រុសឃើញអញ្ចឹងខ្ញុំក៏ហុចទូរស័ព្ទទៅលោកមេត្រីនោះឲ្យជួយថតរូបបងប្រុសនិងខ្ញុំមុនសិនគាត់ក៏យល់ព្រមហើយប្រឹងថតដោយយកចិត្តទុកដាក់ជាលទ្ធផលគាត់ពិតជាថតបានស្អាតមែនទែនបន្ទាប់មកគាត់ក៏ហុចទូរស័ព្ទរបស់គាត់ឲ្យខ្ញុំថតឲ្យម្ដងគាត់ក៏ដើរចូលទៅគៀកបងប្រុសឲ្យខ្ញុំមកឈរឃ្លាតគ្នាបន្តិចហើយក៏ថតយកតែអបិហ្នឹងតែម្នាក់ឯងមិនបានឲ្យជាប់បងប្រុសនោះទេថតរួចខ្ញុំក៏សញ្ញោភ្នែកបងប្រុសឲ្យក្រោកគាត់ក៏ក្រោកពីកៅអីហើយខ្ញុំក៏ហុចទូរស័ព្ទទៅលោកមេត្រីវិញរួចក៏ទាញដៃបងប្រុសរត់ចេញយ៉ាងលឿនសម្ដៅទៅក្រៅវិញបងប្រុសក៏ចេះតែរត់តាមទោះមិនទាន់ដឹងមូលហេតុពេលរត់បានឆ្ងាយបន្តិចគាត់ក៏សួរមួយហើយមិនបាននាំបងរត់ចេញមកអញ្ចឹងអូយគ្មានអីទេខ្លាចអបិមេត្រីនោះវាវាយខ្ញុំហ្នឹងព្រោះរូបដែលខ្ញុំថតនោះអាក្រក់ខ្លាំងណាស់អូយហើយឡើងអញ្ចឹងខ្ញុំមើលទៅបងប្រុសពេលនោះលើផ្ទៃមុខហាក់មានក្តីសុខណាស់ស្នាមញញឹមយ៉ាងស្រស់កើភ្នែកឡើងស្រទន់ពេលណាសម្លឹងមករកខ្ញុំម្ដងកំពុងតែញ៉ៃគ្នាបានបន្តិចស្រាប់តែអ្នកលក់ផលិតផលថែរក្សាមាត់ធ្មេញដើរមករកពួកយើងនិយាយពីគុណសម្បត្តិផលិតផលនិងបញ្ចុះបញ្ចូលឲ្យពួកយើងទិញឃើញអ្នកផ្សព្វផ្សាយតប៉ែពេកខ្ញុំក៏ប្រាប់ទៅបងប្រុសបងប្រុសនេះជាម៉ាកដែលពួកយើងប្រើរាល់ថ្ងៃតាអញ្ចឹងចុះឈ្មោះជាសមាជិកមួយទៅបងប្រុសក៏យល់ព្រមពួកយើងចុះឈ្មោះរួចរាល់ហើយក៏បានការបញ្ចុះតម្លៃ 50% អ្នកលួងពិនិត្យឈ្មោះរបស់ពួកយើងហើយឃើញត្រកូលដូចគ្នាក៏និយាយថាពួកលោកគឺជាបងប្អូននឹងគ្នាមែនទេខ្ញុំក៏ឆ្លើយយ៉ាងលឿនដោយគ្មានគិតអីនោះទេហ្នឹងហើយគាត់ជាបងប្រុសរបស់ខ្ញុំតែចម្លើយរបស់ខ្ញុំនោះស្រាប់តែធ្វើឲ្យបងប្រុសបដូរទឹកមុខមួយរំពេចមិនដឹងថាគាត់អន់ចិត្តរឿងអីខ្ញុំក៏មិនយល់នឹងចាប់អារម្មណ៍អីនោះឡើយព្រោះគេជួខ្ញុំមកធ្វើជាបងប្អូនបើមិនឆ្លើយថាបងប្អូននឹងខ្ញុំត្រូវនិយាយថាម៉េចទោះយ៉ាងណាពួកយើងក៏នៅតែបន្តនាំគ្នាដើរពេញទីក្រុងរហូតយប់ដើម្បីកុំឲ្យងងុយដេកខ្ញុំក៏ទៅទិញកាហ្វេពីថងមកមួយថងសម្រាប់ខ្ញុំមួយថងទៀតសម្រាប់គាត់នេះបងកាហ្វេសាក់មើលទៅវាឆ្ងាញ់ណាស់ជប់ហើយកុំឲ្យងងុយដេកហើយផឹកធ្វើអីហើយមិនចង់ដេកទេតោះទៅរកឡានជិះនឹងទៅផ្ទះវិញបងប្រុសបានឆ្លើយខ្ញុំក៏ធ្វើជាចរិតកូនពៅញាក់ញក់ទៅគាត់អូយប្រញាប់ទៅវិញម៉េះ
នឹងមិនតន់យប់ជ្រៅនៅឡើយផងនោះខ្ញុំហត់អូយវាមិនដែលដើរប៉ុណ្ណឹងហត់ទេហើយចុះអាខំហ្វឹកហាត់នោះមិនថាហត់ផងខ្ញុំប្រាប់ហើយតែខ្ញុំហត់បងប្រុសឆ្លើយទាំងកំបត់ថ្មីរួចក៏ដើរចេញបាត់ទៅខ្ញុំពិតជាអត់យល់បងប្រុសមែនទេនេះនៅសុកនៅពីថ្ងៃមកស្រស់ស្រាយសប្បាយចិត្តនៅឡើយហើយមិនក៏គ្រាន់តែឮខ្ញុំនិយាយថាយើងគឺជាបងប្អូនបង្កើតនឹងគ្នាមិនក៏បដូរអរិយាប័ត្រគំរោះគំរៃព្រាមអញ្ចឹងខ្ញុំធ្វើអីខុសទៀតហើយមែនឬក៏គាត់មានរឿងអីពិបាកចិត្តទៀតហើយ